ប្រវត្តិប្រាសាទនាងខ្មៅឈ្មោះប្រាសាទនាងខ្មៅអ្នកកសាងព្រះបាទជ័យវរ្ម័នទី4កាលបរិច្ឆេទកសាងសតវត្សទី10ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថាបត្យកម្មរចនាបថកោះកេរទីតាំងវត្តប្រាសាទនាងខ្មៅឃុំរវៀងស្រុកសំរោងខេត្តតាកែវប្រាសាទនាងខ្មៅមានទីតាំងស្ថិតនៅក្នុងបរិវេណនៃវត្តប្រាសាទនាងខ្មៅក្នុងឃុំរវៀងស្រុកសំរោងខេត្តតាកែវដែលមានចម្ងាយ50គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ2ទៅខេត្តតាកែវប្រាសាទនេះគឺជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិមួយដែលត្រូវបានប្រជាជនអ្នកស្រុកគោរពបូជារហូតមកដល់បច្ចុប្បន្នប្រាសាទនាងខ្មៅត្រូវបានសាងសង់អំពីថ្មភក់និងឥដ្ឋតាមរចនាបថកោះកែរជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី4ក្នុងសតវត្សទី10នៃគ្រិស្តសករាជដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះមានប្រាង្គចំនួន3សង់ទន្ទឹមគ្នាប្រាសាទនាងខ្មៅក៏ដូចជាប្រាសាទមួយចំនួនតូចឯទៀតដែរដែលត្រូវបានសាងសង់ឡើងដោយឥដ្ឋនាសតវត្សទី10ប៉ុន្តែទំនាក់ទំនងនឹងប្រាសាទនេះមានមនុស្សមិនច្រើនទេដែលដឹងថាតើខាងក្នុងប្រាសាទមានអ្វីដ៏អស្ចារ្យបើតាមការស្រាវជ្រាវពីប្រាសាទខ្មែរដោយសាលាបារាំងចុងបូព៌ានាខែកញ្ញាឆ្នាំ1940បានឲ្យដឹងថានៅជញ្ជាំងខាងក្នុងនៃប្រាសាទនេះមានលម្អដោយគំនូរពណ៌ពាក់ព័ន្ធទៅនឹងទេវកថាវិទ្យានៃលទ្ធិព្រហ្មញ្ញសាសនាជាពិសេសប្រាសាទខាងត្បូងដែលមានបន្សល់គំនូររូបភាពត្រឹម3ផ្ទាំងតែប៉ុណ្ណោះជាអកុសលដោយមិនបានទទួលនូវការអភិរក្សសមស្របទាន់ពេលវេលាសពថ្ងៃមរតកវប្បធម៌ទាំងនោះក៏ត្រូវបានលុបបាត់បង់អស់ជាបន្តបន្ទាប់តាមរយៈរូបភាពទាំងនោះយើងឃើញថាប្រាសាទនាងខ្មៅត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាគឺវិស្ណុនិកាយម្ល៉េះហើយគំនូរទាំងនោះសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្ររបស់ព្រះវិស្ណុទាំងអស់សពថ្ងៃនេះមានតែប្រាសាទ2ទីដែលនៅសេសសល់ក្នុងចំណោមប្រាសាទទាំងអស់ដែលមានចំនួន5ហើយសង់នៅលើខឿនតែមួយដែលមានឈរឈ្មោះថាបញ្ចារាត្រៈប្រជាជនហៅប្រាសាទនេះថាប្រាសាទនាងខ្មៅគឺហៅទៅតាមអ្វីដែលពួកគាត់បានរកឃើញតាមជាក់ស្ដែងពិតពីព្រោះនៅទីនោះកាលពីមុនមានតម្កល់បដិមាភេទស្រីមួយរូបដែលគ្មានព្រះកេសនៅក្នុងតួប៉មខាងជើងហើយត្រូវបានគេយកទៅទុកនៅសារមន្ទីរជាតិភ្នំពេញតួប៉មខាងស្ដាំឈរនៅពីមុខដែលសពថ្ងៃនេះគឺជាតួប៉មខាងជើងចំណែកតួប៉មខាងត្បូងខ្ពស់ជាងគឺជាប៉មកណ្ដាលឯតួប៉មបន្ទាប់បន្សំផ្សេងទៀតត្រូវខូចខាតទាំងអស់គ្មានសល់រូបរាងឡើយប្រាសាទនេះរាងជាចតុកោណស្មើជ្រុងដែលលម្អដោយផ្តែរធ្វើអំពីថ្មរំលេចដោយក្បាច់រូបកាឡាដៃកាន់អង្កត់ធ្នូខ្ជាក់កម្រងផ្កាដែលមានរូបទេពនៅខាងក្រោមកាឡាគឺជាទេពតំណាងឲ្យពេលវេលានិងជាសត្វសម្រាប់ការពារប្រាសាទដែលកសាងឧទ្ទិសដល់អាទិទេពនិងមានសត្វមកកខ្ជាក់នាគផងដែរដោយសិលាចារឹកនៅប្រាសាទនាងខ្មៅឈ្មោះប្រាសាទនាងខ្មៅនេះយោងតាមការហៅរបស់អ្នកស្រុកនៅក្នុងតំបន់នេះដោយសារនៅក្នុងតួប៉មប្រាសាទមានតម្កល់រូបបដិមា2អង្គដែលមានសម្បុរខ្មៅរលោងរូបបដិមាទាំងពីរនេះបច្ចុប្បន្នតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញបដិមាមួយមានខ្លួនជាមនុស្សចំណែកឯក្បាលជារូបសេះនិងបដិមាមួយទៀតដងខ្លួនជាភេទស្រីតែត្រូវបាត់ព្រះកេសទៅហើយម្យ៉ាងទៀតយោងតាមរឿងព្រេងដែលតាក់ទងនឹងប្រាសាទភ្នំជីសូរផងដែរអំពីសិលាចារឹកយើងដឹងពីប្រវត្តិព្រះបាទជ័យវរ្ម័នទី4តិចតួចណាស់ពលគឺបង្កប់នៅអាកំបាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវក្នុងបច្ចុប្បន្នថាតើទ្រង់ជានរណាតាមសិលាចារឹកប្រាសាទនាងខ្មៅលេខ K35 ចុះកាលបរិច្ឆេទប្រហែលសតវត្សទី10ក្នុងខេត្តតាកែវនេះបានកត់ត្រាថាព្រះបាទជ័យវរ្ម័នទី4ឡើងសោយរាជ្យពេញលេញដោយអំណាចនៅឆ្នាំ850ត្រូវនឹងឆ្នាំ928នៃគ្រិស្តសករាជការបរិច្ឆេទជាសញ្ញាបញ្ជាក់ពីទីបញ្ចប់រាជ្យ
របស់ព្រះបាទអ៊ីសានវរ្ម័នទី2ហើយប្រហែលជាឆ្នាំ1928នៃគ្រិស្តសករាជគឺជាឆ្នាំចូលទីបង្គត់របស់ទ្រង់យើងយល់ថាព្រះបាទជ័យវរ្ម័នទី4គឺជាព្រះអង្គម្ចាស់ស្រីជ័យសង្ឃវរ្ម័នដែលបាននិយាយនៅក្នុងសីលាចារឹកវត្តចក្រិតឬវត្តវិហារគុក K61 ហើយទ្រង់ជារាជានុសិទ្ធដែលជារដ្ឋមន្ត្រីថ្នាក់ទី1មួយអង្គកាលពីទ្រង់នៅជាយុវវ័យពេលនោះមានអំណាចតិចតួចនៅឡើយនាបណ្ដាឆ្នាំចុងក្រោយនៃរជ្ជកាលព្រះបាទយសោវរ្ម័នទី1ប៉ុន្តែរឿងនេះយើងមិនទាន់ហ៊ានអះអាងឲ្យពិតប្រាកដឡើងពីព្រោះខ្វះព័ត៌មានជាក់ស្ដែងសីលាចារឹកប្រាសាទនាងខ្មៅត្រូវចារនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី4ដែលនិយាយពីការធ្វើគ្រឿងដង្វាយដល់ព្រះឥសូររវាងឆ្នាំ928ទៅឆ្នាំ929នៃគ្រិស្តសករាជដែលសីលាចារឹកនេះមានភាពល្អប្រសើរខ្លាំងបានបង្ហាញពីព័ត៌មានរបស់ព្រះបាទជ័យវរ្ម័នទី4ដែលមានវត្តមាននៅភូមិភាគខាងត្បូង